បើឡើងពណ៌លឿងបែបនេះវាពេលបន្តិចហើយប្រសិនបើវាទៅបំផ្លាញនោះវាទៅតែឡើងពណ៌ស្រពោនខៀវស្រពោនពណ៌ខៀវអានឹងបងប្អូនតែងតែយល់ច្រឡំជាមួយនឹងមូសប្លង់មិនមែនមូសប្លង់ទេបាទខ្ញុំមិនស្មានថាវាជាមូសប្លង់ខ្ញុំឃើញវាកម្រើកចេញអានឹងវាស្វិតហើយលឿងស្រពោនផងស្រពោនដូចគុំនេះនៅគុំខាងក្រោមនេះវាចាប់ហើយនៅសល់តែត្រួយមួយល្ងាចនេះក៏ដូចជាល្ងាចណាណាដែរទឹកត្រជាក់អូបងហុងធ្វើអីអោនងើបអញ្ចឹងបងហុងអូអូនត្រីបាទតើណាហ្នឹងអូនចេញទៅមើលស្រែតើនិស័យណានាំបងមកនេះមើលស្រែមែនទេអូបងខ្ញុំឃើញដើមស្រូវវាឡើងចំក្រហមអញ្ចឹងវាកើតអីបងឥឡូវនេះស្រូវដែលរដូវប្រាំងឆ្នាំ2025វាត្រូវរងដង្កូវចោះដើមច្រើនណាស់បងប្អូនអើយបច្ចុប្បន្ននេះស្រូវដាំបានពី25ទៅ30ថ្ងៃបងប្អូននឹងថាដង្កូវទម្លុះដើមវាបំផ្លាញចាប់ពីពេលចេញមែករហូតដល់ពេលដែលស្រូវចិត្តទុំវានៅតែបំផ្លាញធ្វើឲ្យគាត់ខាត់ប្រសិនបើបងប្អូនមិនយកចិត្តទុកដាក់ឲ្យបានឆាប់នោះអត្រាខូចខាតតម្លៃស្រូវពិតជាធ្ងន់ធ្ងររំខានវាធ្វើឲ្យប៉ះពាល់ដល់ទិន្នផលស្រូវរបស់បងប្អូននៅនេះបងប្អូនមើលទៅឲ្យបងជីមើលនេះជាករណីដែលដើមស្រូវវាបំផ្លាញដល់ខាងក្នុងទៅហើយវាក្រហមងាប់ស្ទើរតែទាំងអស់ក្រៀមស្វិតអញ្ចឹងហើយអានេះវាទៅកើតមានអូនឃើញកូនវាអត់ចំពោះករណីគ្រប់គ្រងដង្កូវទម្លុះដើមបងប្អូនគួរតែកត់សម្គាល់វដ្តជីវិតរបស់ដង្កូវទម្លុះដើមបងប្អូនត្រូវដឹងពីវដ្តជីវិតរបស់វាវដ្តជីវិតរបស់ដង្កូវទម្លុះដើមវាស្ថិតក្នុងរយៈពេលពី44ទៅ66ថ្ងៃប្រសិនបើអាកាសធាតុកាន់តែក្តៅវាក្តៅសើមនោះវដ្តជីវិតរបស់វានឹងកាត់បន្ថយនៅប្រហែល35ថ្ងៃហើយមួយរដូវស្រូវរបស់បងប្អូននឹងមានរយៈពេលដូចជាក្នុងដំណាក់កាលស្រូវបែកមែកដំណាក់កាលពី30ទៅ40ថ្ងៃនិងដំណាក់កាលពី45ទៅ50ថ្ងៃវាបណ្ដាលឲ្យខូចខាតយ៉ាងខ្លាំងដល់ទិន្នផលប្រសិនបើបងប្អូនគ្រប់គ្រងមិនបានល្អវាអាចបាត់បង់ទិន្នផលពី40ទៅ50%ហើយដំណាក់កាលស្រូវនៅតូចនេះបើបងប្អូនមិនប្រទះឃើញពីដំបូងគួរស្រូវឬកូនខ្នែងស្រូវវាទទួលរងការបំផ្លាញហើយនោះបងប្អូនដាក់ជីហើយអាចប្រើដំណោះស្រាយជំរុញឲ្យចេញឬលូតពន្លកពីក្រុមហ៊ុនបងប្អូនប្រើកញ្ចប់នេះបងប្អូនបាញ់មួយកំប៉ុង25លីត្រជាមួយនឹងដបផូស្វាត2ទិសដើម្បីបង្កើនភាពធន់របស់ដំណាំស្រូវរបស់យើងពង្រឹងសមត្ថភាពបែកមែកជំរុញការលូតលាស់បានប្រសើរឡើងហើយនៅខាងក្រោមនេះនៅខាងក្រោមអូនអាចប្រើកញ្ចប់នេះមែនទេបងនៅនេះមានកញ្ចប់ដង្កូវទម្លុះដើមបងប្អូនអាចប្រើកញ្ចប់នេះដើម្បីឲ្យបងប្អូនអាចលាយព្រាចកញ្ចប់នេះបងប្អូនអាចប្រើបានពី4ទៅ5កង់ប្រសិនបើទទួលរងខូចខាតធ្ងន់បងប្អូនអាចលាយ3កង់ហើយអាចលាយថែមជាមួយជីគីមីរបស់យើងចំណែកខាងលើពីពេលប្រទះឃើញចាប់ពីពេលដំបូងនៅពេលដែលបងប្អូនឃើញថាត្រួយស្រូវវាទៅតែស្រពោនភ្លាមគឺមានការលេចឡើងរបស់ដង្កូវទៅហើយបងប្អូនចាប់ផ្ដើមបាញ់ថ្នាំកញ្ចប់សយកាមួយកញ្ចប់សយកានេះប្រើបំពង់បាញ់ថ្នាំ25លីត្របាញ់ដើម្បីការពារគឺអនុវត្តបែបហ្នឹងនៅនេះទុកឲ្យបងប្អូនរកដើមស្រូវដែលវាត្រូវបំផ្លាញដោយដង្កូវដើមនេះវាធ្ងន់ធ្ងរណាស់ទៅហើយវាឲ្យដូចជាគុំណាក៏មានពី2ទៅ3តងដែរវាមានស្នាមប្រហោងមិនដឹងជាដង្កូវនៅណាពីព្រោះដើមទាំងនេះស្រពោនទៅហើយបងដ្រូននេះកំពុងបាញ់ថ្នាំខាងយើងមែនទេត្រូវហើយផលិតផលនេះកំពុងប្រើសម្រាប់ដ្រូនបាញ់ថ្នាំណាបងប្អូនដ្រូនវាកំពុងបាញ់ថ្នាំដង្កូវទម្លុះដើមលើស្រែណាបងប្អូនផលិតផលនេះសយកាបងរំលឹកណាត្រូវហើយផលិតផលនេះយើងអាចបាញ់បាននេះណែមានដើមថ្មីសពូនហើយនេះឲ្យបងប្អូនសង្កេតជាក់ស្ដែងដើមនេះគឺដើមស្រូវនេះប្រសិនបើវាឡើងពណ៌លឿងអញ្ចឹងវាយឺតពេលបន្តិចទៅហើយប្រសិនបើឡើងពណ៌លឿងបែបនេះវាយឺតពេលបន្តិចទៅហើយប្រសិនបើវាទៅបំផ្លាញនោះវាទៅស្រពោនពណ៌ខៀវអានឹងបងប្អូនច្រើនច្រឡំថាជាមួយនឹងមូសប្លង់មិនមែនមូសប្លង់ទេបាទមិញខ្ញុំស្មានថាជាមូសប្លង់នៅពេលដែលឃើញវាកម្រើកចេញអានឹងវាស្វិតហើយលឿងស្រពោនផងស្រពោនគុំបែបនេះហើយគុំនៅខាងក្រោមនេះវាចាប់ហើយនៅសល់តែត្រួយមួយគុំនៅខាងក្រោមនេះវាចាប់ហើយសល់តែត្រួយមួយហើយយើងនឹងហែកអានេះបងលាងគុំនេះចេញឲ្យបងប្អូនយើងមើល
នេះគឺទីតាំងដែលដង្កូវវាទម្លុះចូលបាត់មិនដឹងជាកូនដង្កូវវានៅណាហើយដង្កូវនេះតើវាធំប៉ុនដង្កូវមូស្លឹកទេបងធំប៉ុនដង្កូវមូស្លឹកវាមិនអាចចូលទីនេះបានទេវាត្រូវតែតូចមានទំហំតូចបាទបងប្អូនសង្កេតខ្លាំងណាស់ទើបអាចមើលឃើញច្បាស់ណាបងប្អូនអញ្ចឹងអំបញ្ញមិញមកដល់ឥឡូវផ្លាស់ប្ដូរជីវល់ជាមួយអូនត្រីក៏ដូចជាបណ្ដាព័ត៌មានដែលបងចែករំលែកជាមួយបងប្អូនពីអំបញ្ញមិញរហូតមកដល់ឥឡូវសង្កេតថាក្នុងរដូវប្រាំងឆ្នាំ2025នេះបងប្អូនសង្កេតគ្រប់គ្រងដោយខ្លួនឯងចំពោះដង្កូវទម្លុះដើមលើដំណាំស្រូវសូមជូនពរបងប្អូនដាំដុះបានល្អសង្ឃឹមថាបានជួបបងប្អូននៅពេលក្រោយរាល់ចម្ងល់នឹងការជំនួយបច្ចេកទេសសូមបងប្អូនទំនាក់ទំនងឬ comment ខាងក្រោមវីដេអូបើបងប្អូនឃើញថាវីដេអូនេះមានប្រយោជន៍សូមចុច like ឬ comment ឬចុចបេះដូងផងណាបងប្អូនសូមអរគុណសង្ឃឹមថាបានជួបគ្នានៅពេលក្រោយ